លីថាអ្នកស្រីអត់ហ្នឹងហើយមកត្រឹម2008 2009គេប្តឹងពីខ្ញុំពួកខ្ញុំទាំងអស់គ្នានេះឲ្យរុះរើផ្ទះចេញសួរយ៉ាបងប្អូនទាំងអស់គ្នាខ្ញុំឈ្មោះមូសុខួរខ្ញុំជាអ្នកតំណាងរាស្ត្រដែលបានជាប់ឆ្នោតនៅពេលបោះឆ្នោត2008កន្លងមកនេះហើយខ្ញុំជាប់ឆ្នោតនៅមណ្ឌលកំពតនេះឯងបាយនេះបងប្អូនបានលើហើយគឺថាគណៈបកសមាជិកមានសម្លេងតិចមែនតែសម្លេងនៅតែមានណាគឺមានតាំងពីថ្នាក់ឃុំអ្នកចិត្តបងប្អូនបំផុតគឺបងទាំងពីរអ្នកនេះបងគ្រីហើយនិងបងប៉ាការដៃការយកចិត្តទុកដាក់ការស្មោះនិងការងាររបស់គាត់ដែលក្នុងនាមគាត់ជាអ្នកតំណាងបងប្អូននៅថ្នាក់ឃុំណាឃុំហ្នឹងមិនឃុំតកែមិនចឹងតែពេលបោះឆ្នោត2007បោះទៅបានជាប់តំណាងទាំងពីរនេះពួកយើងខ្ញុំមកពីគណៈបកសំណាងទីមានការទទួលខុសត្រូវណាស់តែបានធ្វើជាអ្នកតំណាងរាស្ត្រហើយទោះបីនៅថ្នាក់ឃុំក៏ដោយតែរាស្ត្រត្រូវការគឺយើងត្រូវតែមកដល់បងប្អូនមើលតើមានមេឃុំមកពីគណៈបកប្រជាជនទេមេឃុំបងប្អូនអត់មានទេអត់មកទេឃើញទេមានបញ្ហាអីក៏អត់មកចានេះខ្ញុំមានតួនាទីច្បាស់លាស់ណាស់វាចែងនៅក្នុងរដ្ឋធម្មនុញ្ញវាចែងនៅក្នុងច្បាប់ទាំងអស់ច្បាប់បោះឆ្នោតច្បាប់អ្នកតំណាងរាស្ត្រគឺមកនេះគឺបំពេញតួនាទីជាអ្នកតំណាងរាស្ត្រហើយមិនមែនជាអ្នកញញឹមទេមែនទេបងប្អូនជាបឋមនេះគឺខ្ញុំបាទសូមគោរពដល់លោកជាទីគោរពខ្ញុំបាននេះមាននាមហៅថាឈ្មោះដុកឈងបាទទី1គឺនៅលើបញ្ហាដីនៅភូមិអាលៀងនេះគឺប្រជាពលរដ្ឋរស់នៅតាំងពីឆ្នាំ99និងឆ្នាំ2000និង2001បាទមកមុនក្រុមហ៊ុនតែក្រោយមកទៀតត្រាប់តែមានក្រុមហ៊ុន Country Corporation នេះគឺគាត់មកបណ្ដេញប្រជាពលរដ្ឋនៅកន្លែងនេះមិនឲ្យរស់នៅបាទដូច្នេះយើងខ្ញុំក្នុងនាមជាប្រជាជននៅកន្លែងនេះគឺរស់នៅអរិយាកាលខ្លះជាង10ឆ្នាំខ្លះ10ឆ្នាំខ្លះ8ឆ្នាំយ៉ាងតិចគឺស្របច្បាប់ទៅតាមច្បាប់ភូមិបាលតែខ្ញុំទូគាត់អំពីច្បាប់ភូមិបាលដែរតែលោកអភិបាលស្រុកគាត់ថាច្បាប់នេះគឺហួសហើយបាទហួសតាំងពីឆ្នាំ2001មិនយកមកអនុវត្តទេគាត់ថាឆ្នាំ2001នេះគឺថាច្បាប់នេះគឺមិនអាចយកមកប្រើប្រាស់បានទេគេបាត់ចោលហើយបាទព្រមទាំងលោកប្រធានប្រយោជន៍ដីស្រុកដែរបាទដូច្នេះយើងខ្ញុំទាំងអស់គ្នាសូមកំណងពរដល់លោកជំទាវព្រមទាំងអស់លោកទាំងអស់ដើម្បីធ្វើយ៉ាងណាដើម្បីឲ្យប្រជាជននៅទីកន្លែងនេះនៅភូមិអាលៀងនេះគឺឲ្យទៅនៅតទៅទៀតបាទសំណុំពររបស់យើងខ្ញុំគឺអត់មានចេញទៅណាទេអត់មានដូរផ្លាស់ទេបាទនឹងទី1ទី2ដូរផ្លាស់ទៅកន្លែងផ្សេងទៀតគឺយើងខ្ញុំមិនអាចទៅបានទេព្រោះយើងខ្ញុំនៅកន្លែងនេះគឺខ្ញុំយល់ច្បាស់ដែរថាខ្ញុំនៅស្របច្បាប់ដែរឥឡូវអាជ្ញាធរមកដេញខ្ញុំដោយទៅទេឲ្យយកតែខោខ្លីទៅអញ្ចឹងគឺខ្ញុំមិនអាចទៅបានទេបាទខ្ញុំអាចទៅបានទេបើឲ្យខ្ញុំពុនក៏ខ្ញុំមិនពុនបានដែរឲ្យខ្ញុំម្រេចបានចម្រេចបានពីព្រោះខ្ញុំមកនៅអរិយាកាល10ឆ្នាំជាងហើយគឺសូមសំណូមពរអស់លោកជួយដោះស្រាយយើងខ្ញុំតទៅផងបាទសូមអស់យោបល់សូមអរគុណខ្ញុំសូមគ្រប់លោកជំទាវក្រុមខេត្តអីទាំងអស់ដែលនេះសម្បត្តិលៀងខ្ញុំខាងរែកខាងបងសម្បត្តិអូតែវក្រុមហ៊ុនទៅឈូសឆាយអស់ហើយគ្មានសល់ស្អីទេតែមួយចាហើយឈូសឆាយអស់ហ្នឹងបើខ្ញុំដីខ្ញុំមិនទាន់ឈូសប៉ុន្តែកម្លាំងដូចជានេះហើយខ្ញុំមកនេះកាភីណាខ្ញុំចៅខ្ញុំទាំងអស់មក9នាក់ឲ្យខ្ញុំគិតចូលណាមកក្រុមហ៊ុនដេញខ្ញុំខ្ញុំចេញខ្ញុំមិនដឹកចិត្តផ្លូវណាទេចំណាំខ្ញុំដាំបានផ្លែហើយរត់ទៅឈូសចុះឈូសឡើងនឹងដែលដីបងប្អូនខាងបងទាំងអស់ឈូសបំបត្តិផោះតាំងពីបកគោលបងតាំងពីដើមឈើវិញចោលទាំងអស់មកដុំខ្ញុំខាងបងហុកបុកហុកខាងបងមុន
nhom bên này bút nhom platin nâu bút cây cro của miền miền tặng ơ mà chuột nhom đạn nhiên ban ra này bút ban coffee của thơ ôi khung tha cho ban coffee chọc dây ngắm môn thà ban coffee thơ dùm nửa tơ đóคือnhom có to thà cho dùm nửa nắng ôi chết chân cho nó còn lại na dùm nửa ấy còn ơi đây nhom to chẳng tiết còn lại na còn nhom to đây đây lục chơi tổ mơ thằng bông nâng bản ọc chặt nhom đây nhom làm mũi trao chặt đắp tăng bị trao nhom gặp bùn đi lâu trao nhom cầm lá hơi chặt cặp bạn đây cả tê nâng nhom ọc bao nhom còn năng